ដំណើររាប់ពាន់យកគឺចាប់ផ្ដើមចេញពីមួយជំហានសូមស្វាគមន៍វគ្គពិសេស GLA រៀនវគ្គ GLA ដើម្បីដឹកនាំខ្លួនឯងដឹកនាំគ្រួសារនិងដឹកនាំស្ថាប័នចង់អភិវឌ្ឍភាពជាអ្នកដឹកនាំកុំភ្លេចវគ្គពិសេស GLA ចាជាដំបូងសូមគោរពជំរាបសួរលោកគ្រូគោរពជំរាបសួរអ្នកដឹកនាំ DG ព្រមទាំង assistant ទាំងពីររូបផងដែរថ្ងៃនេះខ្ញុំនឹងឡើងមកចែកម្លែកពាក់ព័ន្ធនឹងប្រធានបទមួយចំណុចដែលខ្ញុំបានទទួលមេរៀនពីបងមុំដែលគាត់បាន share នៅក្នុងក្រុមដំណើររាប់ពាន់យកគឺចាប់ផ្ដើមចេញពីមួយជំហានចាដោយដែលយើងបានដឹងហើយថាធម្មជាតិគឺបានឲ្យយើងរៀនក៏ដូចជាស្វែងយល់នៅរឿងជាច្រើនតាក់ទងនឹងជីវិតសត្វរុក្ខជាតិក៏ដូចជាមនុស្សផងដែរនៅក្នុងនោះដែរបើយើងកលេចទៅមើលពាក់ព័ន្ធនឹងការដាំដើមស្វាយម្ដើមចឹងនៅក្នុងការដាំដើមស្វាយម្ដើមមិនមែនថាយើងដាំថ្ងៃហ្នឹងយើងចង់បានផលឬក៏ផ្លែផ្កាបាននៅក្នុងថ្ងៃហ្នឹងទេគឺវាទាមទាររយៈពេលទាមទារនៃការវិវត្តនៃរយៈពេលនៃផ្លែស្វាយទាំងនោះជាក់ស្ដែងមិនថារុក្ខជាតិអ្វីក៏ដោយគឺវាតែងមានចាប់ដើមដំបូងគឺបន្លកត្រូវបន្លកមានស្លឹកមានមែកចាស់ទុំជាដើមខ្ញុំគិតថាដំណើររាប់ពាន់យកគឺចាប់ដើមចេញពីមួយជំហាននេះវាចង់បញ្ជាក់នៃបន្ថែមថាយើងត្រូវតែហ៊ាននៅក្នុងការសម្រេចចិត្តហ៊ាននៅក្នុងការផ្លាស់ប្ដូរហើយយើងមិនចាំបាច់មានអ្វីដែលមួយដែលល្អឥតខ្ចោះចាំយើងធ្វើរឿងទាំងអស់នោះទេខ្ញុំសូមផ្ដល់យោបល់ក៏ដូចជាសង្កត់នៃទៅលើខ្លឹមសារខាងលើថាបងទាំងអស់គ្នាកុំគិតថាកិច្ចការទាំងអស់នោះជាកិច្ចការដែលយើងលំបាកជាកិច្ចការដែលយើងមិនអាចធ្វើបានជាក្តីសម័យឬក៏ក្តីសុបិនដែលយើងគិតថាធំណាស់មើលទៅសមត្ថភាពខ្លួនឯងរបស់យើងអត់អាចទៅដល់ទេតែខ្ញុំជឿជាក់ថាយើងនឹងអាចទៅដល់ដោយយើងគ្រាន់តែឈានជំហានដំណើរមួយមានន័យថាហ៊ាននៅក្នុងការផ្លាស់ប្ដូរឬក៏ការសម្រេចចិត្តផ្សេងដូចគ្នាឧទាហរណ៍ដូចជាយើងចង់ទទួលបានដូចជាអ្នកខ្លះបើសិនជាកលេចមកទៅលើទូនាទីការងារចង់បានទូនាទីខ្ពស់ក៏ប៉ុន្តែអត់ខំធ្វើការអញ្ចឹងក៏អត់បានដូចគ្នាបើសិនជាយើងប្រកបអាជីវកម្មយើងចង់ជោគជ័យក៏វាមិនមែនជារឿងងាយស្រួលដែរគឺទាមទារយើងរៀនសិក្សាអនុវត្តហើយអនុវត្តទៀតទើបយើងទទួលបានសម្រាប់នៅជោគជ័យកិច្ចការទាំងអស់នោះអញ្ចឹងសរុបជារួមមកវិញខ្ញុំគិតថាអ្នកដឹកនាំ DG របស់យើងកុំខ្លាចនៅក្នុងការហ៊ានសាកល្បងកុំខ្លាចនៅក្នុងហ៊ានការផ្លាស់ប្ដូរតែត្រូវតាំងចំហឬក៏រំកិលខ្លួនឯងឲ្យរួចផុតអំពីបច្ចុប្បន្នកាលហើយជាក់ថាសូមស្វាគមន៍វគ្គពិសេស GLA រៀនវគ្គ GLA ដើម្បីដឹកនាំខ្លួនឯងដឹកនាំគ្រួសារនិងដឹកនាំស្ថាប័នចង់អភិវឌ្ឍភាពជាអ្នកដឹកនាំកុំភ្លេចវគ្គពិសេស GLA